và chẳng ngày này dương bật to làm hạt tiết này dương to làm hạt ngày nào mà ngày tiết và làm hạt lấy đầm pol lên group vô là hai đến và lên đầm pol là cái sen mối miền vải pi ra học spram cho pi nanomite hay pol độ rồi riêng nơi tiết adenineនិង cytosine នេះ a ដកឲ្យ c នេះស្មើនឹង30%បាទបងប្អូនដាក់សមីការមួយមកអានេះយើងស្គាល់ប្រវែងពួកអ្នករកអំឃើញណាអំស្មើប្រហែលពួកដាក់មកទីរកតាមធម្មតាមកហើយកន្លែងសមីការមួយ a រក c នេះបងប្រើគោលការណ៍ពេញបាសទៀតទៅបងនឹងបាន a បូក c ស្មើ50%ហើយបងយកមកបានសមីការ2យើងផ្សំវាជាប្រព័ន្ធសមីការណាពេលនោះឃើញ%a%c ហើយចឹងយើងទាញ a ហ្នឹងបាទស្មើប្រហែលភាគរយអានេះវា30 58ចឹងវាអាច40 បាទ80/2អានេះ40មើលអានេះ30អានេះ8បាទ a ហើយ80ចែកឲ្យ2ចឹងស្មើ40បាទ40ចឹង a 40%ចឹងវាទៅជា40 âm 40 âm ចែក100មកអំនេះយើងបានមកពីតាមរយៈប្រវែងនេះណាគាត់យកមកចំនួនមកហើយ C គឺច្បាស់ថាស្មើ10%ហើយចាអាហ្នឹងគាត់ដាក់10 âm លើ100មកបាទហើយចំនួន âm ចូលមកអញ្ចឹងយើងឃើញនុយC ឃើញនុយ A អញ្ចឹងអាហ្នឹងចប់សំណួរទី1ហើយសំណួរទី2ថាតើ molecule protein ដែល C នេះសំយោគមាន acid amine ចំនួនប្រមាណចាហ្នឹងយើងរកចំនួនសម្ដីអញ្ចឹងយើងអនុវត្តច្រើនហើយក្នុងលំហាត់របស់យើងហ្នឹងគឺចំនួនអាស៊ីតណេមានន័យថាបងយក m សេនលើ6ហើយដកឲ្យ2ចឹងណាបាទ m របស់យើងមានហើយតាមរយៈប្រវែងនេះបាទអញ្ចឹងបងក៏ចំនួនឲ្យចែកដកទៅឃើញចំនួនអានតេតើមានអានតេចំនួនប៉ុន្មានចូលរួមបើគេដឹងថាអានតេមួយដឹកអាស៊ីតណេចូលរីបូសូមម្ដងបានតែមួយទេអញ្ចឹងចំនួនអានតេបងយកចំនួនសម្ដីបូក1ស្មើចំនួនសម្ដីបូក1ចឹងបងយកចំនួនសម្ដីបូកឲ្យ1មក1គឺយើងគិតថាមេតសម្ដីដល់សម្ដីមេតសម្ដីបញ្ចូលហើយបងមើលលំហាត់មុនយើងមើលលំហាត់មុននោះគ្រូបានវិចារហើយព្រោះយើងអត់អាចទៅសេទៅរូបមន្តឲ្យចំណុះលេខបានទេគឺយើងត្រូវវិចារថាដោយអានតេ1នេះអានតេ1ចូលរីបសូមម្ដងដឹកបានអាសម្ដី1ហើយយើងគិតមេតសម្ដីបញ្ចូលផងអញ្ចឹងណាកន្លែងហ្នឹងណាបាទអញ្ចឹងហាត់លេខ17គឺមានតែប៉ុណ្្នឹងទេហើយទូចូលមកលំហាត់លេខ18នេះបាទខ្ញុំថាធ្វើកំណែតាមធម្មតាតែវាអត់សូវពិបាកជាពយល់លើប្រធានតែម្ដងលេខ18នេះគឺ